បើសិនជាក្រុមហ៊ុនឬក៏រោងចក្រណាដែលត្រូវការអនាម័យស្តង់ដារខ្ពស់អាចជាវទាំង TVC នេះយកទៅធ្វើជារនាំងដើម្បីបិទបាំងបានវាសួរបង ជំសួរបង បងថ្ងៃនេះក្រុមការងាររបស់ខ្ញុំមកតម្លើងផ្ទាំង PVC ជូនបងចំនួន20ទ្វារ ចាបង អញ្ចឹងបងអាចណែនាំតិចបានទេថាទីតាំងនេះជាទីតាំងអីគេដែលបងធ្វើការនេះបង ទីតាំងនេះជាទីតាំងផ្ទុកសបកវេចខ្ចប់អញ្ចឹងទៅយើងដំឡើងTVC នេះដើម្បីបិទបាំងធូលីដីឬក៏សត្វល្អិតផ្សេងដែលវាអាចនឹងចូលទៅដល់ផលិតផលរបស់យើង អូខេបងអញ្ចឹងន័យថាទីតាំងរបស់បងទាមទារអនាម័យខ្ពស់មែនតើកុំឲ្យធូលីដីចូលទៅដល់ទីតាំងរបស់បងហើយបង ចាបង ហើយទីតាំងនេះផងដែរខណៈពេលដែលឈរនេះរោងចក្របងផលិតអីគេដែរបងអាចជម្រាបតិចបានទេបង ផលិតជាតំណាប់ផ្លែឈើ អូតំណាប់ផ្លែឈើ ចា នៅខាងក្រុងបាត់ដំបងនេះ ចា បងត្រូវ apply ទៅលើស្តង់ដារអនាម័យខ្ពស់មិនចឹងបងដើម្បីផលិតផលរបស់បងអាច export ទៅកាន់ក្រៅប្រទេសបានមិនចឹងបង ចាបង ហើយអញ្ចឹងបើសិនបើរោងចក្រផ្សេងមានតម្រូវការទៅលើដូចបងមកថាត្រូវ apply ទៅលើស្តង់ដារអនាម័យខ្ពស់តើបងមានមតិយោបល់អីទៅពួកគាត់ទេបង បើសិនជាក្រុមហ៊ុនឬក៏រោងចក្រណាដែលត្រូវការអនាម័យស្តង់ដារខ្ពស់អាចជាវទាំង TVC នេះយកទៅធ្វើជារនាំងដើម្បីបិទបាំងបាន បាទអញ្ចឹងដូចបងជជែកអញ្ចឹងគឺរោងចក្ររបស់គាត់ផលិតទៅលើចំណីអាហារអញ្ចឹងគាត់ទាមទារអនាម័យខ្ពស់មែនទែនដែលជាមូលហេតុគាត់ដាក់ PVC ពណ៌លឿងថ្លាកម្រាស់2លីនៅលើទីតាំងរោងចក្ររបស់គាត់ចំនួន20ទ្វារហើយដូចបងស្រីគាត់មានប្រសាសន៍អញ្ចឹងបើសិនជាបងប្អូនអតិថិជនមានតម្រូវការទៅលើប្រភេទ PVC ឬក៏ប្រភេទទ្វាររមូលអាហារផ្សេងៗអាចតាក់ទងឬក៏ពិចារណាទៅលើផលិតផលនេះបានដើម្បីការពារអនាម័យអញ្ចឹងពីខ្ញុំទៅមានប៉ុណ្ណឹងអរគុណច្រើនបងជួបបងសុខភាពល្អអរគុណបង